ជីវិតធ្វើជាបទពិសោធន៍នឹងជាច្រើនខ្ញុំធ្លាប់ឆ្លងកាត់ជីវិតជាម្ចាស់អាជីវកម្មជាច្រើនយ៉ាងខ្ញុំធ្លាប់ឆ្លងកាត់ជីវិតដែលហាត់រៀនជាកូនសិស្សដែលដើររៀនតត្រកជាច្រើនថ្នាក់រៀនខ្ញុំឆ្លងកាត់ជីវភាពមួយដ៏តោកយ៉ាក់និងរ៉ាំរ៉ៃរីងរៃជាច្រើនករណីដូចគ្នាចឹងបទពិសោធន៍របស់ខ្ញុំនៅក្នុងកំឡុងពេលដែលខ្ញុំធ្វើបទបង្ហាញជូនភ្ញៀវរបស់ខ្ញុំតែងតែនិយាយអំពីអតីតកាលរបស់ខ្ញុំតែងនិយាយអំពីកំហុសឆ្គងរបស់ខ្ញុំនិងការអភិវឌ្ឍខ្លួនដើម្បីកែតម្រូវឲ្យក្លាយទៅជាមនុស្សមួយដែលគិតត្រូវធ្វើត្រូវនិងទំនួលខុសត្រូវទាំងអស់នេះគឺជាបញ្ហាដែលចាក់ស្រេះហើយក៏ជាមេរៀនបង្កទៅដោយខ្លឹមហើយមានគុណភាពសម្រាប់ជីវិតអ្នកធុរកិច្ចលើវិស័យចលនាទ្រព្យរបស់ខ្ញុំដីទាំងអស់ដែលខ្ញុំទិញខ្ញុំបានសម្រិតសម្រាំងបើសិនជាទិញមកបានដុំស្អាតដល់ខ្ញុំលក់ទៅវិញបើសិនជាដុំនោះមិនស្អាតខ្ញុំតែងតែយកមកពង្រួមចូលគ្នាទើបខ្ញុំអង្កាំចាយជាថ្មីលក្ខខណ្ឌរបស់ខ្ញុំត្រូវមានបង្កដើមទុនដើម្បីទិញចូលហើយបង្កទុករៀបរយឲ្យរួចបានខ្ញុំចេញលក់លក្ខខណ្ឌរបស់ខ្ញុំត្រូវមានធនធានជាច្រើនដើម្បីទិញជាមួយម្ចាស់ដើមហើយបានខ្ញុំយកមកទុកនៅក្នុងស្តុកទើបខ្ញុំចេញទៅលក់ទៅតាមដំណាក់កាលរបស់ដីចឹងលក្ខខណ្ឌទាំងនេះពាក់ព័ន្ធជាមួយធនធានហើយធនធានបើសិនជាខ្ញុំវ័យប៉ុណ្ណេះហើយมันអាចមានធនធានក្នុងការកែច្នៃកែតម្រង់នៅក្នុងវិស័យមួយហ្នឹងខ្ញុំនឹងក្លាយជាមនុស្សមួយដែលមិនមានសមត្ថភាពដែលមិនគួរជាទីទុកចិត្តដល់អតិថិជនរបស់ខ្ញុំឯមែនទេអញ្ចឹងអតិថិជនខ្ញុំក៏គាត់មើលមកខ្ញុំថាតើខ្ញុំលក់ដីហ្នឹងមានក្នុងស្តុកមែនឬអត់ហើយអតិថិជនរបស់ខ្ញុំគាត់មើលថាតើខ្ញុំមានធនធានគ្រប់គ្រងក្នុងទទួលរ៉ាប់រងទទួលខុសត្រូវលើកញ្ចប់លុយនិងទ្រព្យរបស់គាត់ដែរឬអត់នេះគឺជាចំណុចស្នូលនៅក្នុងការថាធ្វើម៉េចដើម្បីឲ្យคลายខ្លួនទៅជាអ្នកដែលលក់ដែលពោពេញទៅដោយធម្មពលដែលមានស្តុកដីជាច្រើននៅក្នុងដៃពីព្រោះកំណត់ពីការអភិវឌ្ឍខ្លួនអស់រយៈពេល30ឆ្នាំជាងមកហើយពីមិញ